បាទខ្ញុំបាទសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនអំពូមីទាំងអស់ទាំងជាតិទាំងឆ្ងាយទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតែបានទេសនាជាមួយនឹងវីដេអូបាទដែលខ្ញុំបានឥឡូវនេះបានមកជួបលោកគ្រូហូប៉ៅហើយបាទលោកគ្រូសូមជម្រាបសួរបាទសូមជម្រាបសួរដែរបាទពុកម៉ែបងប្អូនលោកតែងតែសំណូមពរមកកាន់ខ្ញុំបាទថាឲ្យមកជួបលោកគ្រូដើម្បីផ្ដល់នៅបាទជាវីដេអូប្លែកថ្មីដែលតងនឹងទេពកោសល្យរបស់លោកគ្រូផ្ទាល់គឺមានសម្លេងត្រូអ៊ូបាទដែលជាឯកទេសជំនាញមិនថាអញ្ចឹងបាទហើយទន្ទឹមនឹងក៏ចង់ឲ្យលោកគ្រូបកស្រាយនៅបទចម្រៀងណាមួយបាទដែលតាក់ទងជាមួយនឹងឧបករណ៍ត្រូអ៊ូនេះតែម្ដងបាទអរគុណដែលបានជួបខាងប្អូនយុវតារាក៏បានជួបនឹងចំពោះទស្សនិកជនទាំងឡាយដែលបានគាំទ្រនៅខ្ញុំបាទក្នុងពេលឱកាសនេះផងហើយទៅមុខទៀតផងបែកគ្នាជាយូរមកហើយឥឡូវចុងក្រោយនេះខ្ញុំបាននឹងសូមជូនចម្រៀងមួយបទក្រោមចំណងជើងថាបណ្ដាំឪពុកលំនាំបទសំពងបាសាក់ដូចទៅបាទសូមបាទមិនចុងក្រោយទេនៅតែមានបន្តនៅមានទៀតបាទច្រឡំចុងក្រោយណាបាទអរគុណច្រើនបាទអរគុណច្រើនបាទសម័យថ្មីហើយចូលកូនចងចាំតាមពាក្យបណ្ដាំរបស់ឪពុកសម័យថ្មីហើយក៏ណាយចូលកូនចងចាំបណ្ដាំរបស់ឪពុកកូនត្រូវរាំងសាពូជពងតទៅខាងមុខទើបកូនបានសុខអណាកូនថ្លៃ
ខូចសងគុំទៀតណែសម័យដែលចូលកូនអើយបដៃសម័យកូនរុងកូនស្រីកូនប្រុសកូនត្រូវរាំងសាដែលចូលថាប់បដៃកូនអើយចាំចង់ស្រីកូនប្រុសកូនត្រូវរាំងសាខំរៀនខំសូត្រណាអ្វីទុកជូនដូនតាទើបអង្គទេវតាឲ្យពណាកូនបាទពុកមានតែប៉ុណ្្នឹងទេជូនដល់កូនប្រុសស្រីអរគុណច្រើនទស្សនិកជនបាទអរគុណណាស់លោកគ្រូបានបកស្រាយបទចម្រៀងរួមជាមួយនឹងបាទការបង្ហូតនៅសម្លេងត្រូយ៉ាងពិរោះក្អួនក្អៅផ្អែមបាទហើយបទតម្បាញមិញនេះមានចំណងជើងអ្វីដែរចំណងជើងបណ្ដាំឪពុកហើយលំនាំបទសំពងប្រសាក់មិញហ្នឹងបាទបើតាមខ្ញុំស្ដាប់មើលលោកគ្រូដូចជាចាប់ចំជួនខ្លួនឯងបាទដាក់ថាខ្លួនឯងហ្មងភ្លាមហ្មងនឹកឃើញថាហ្មងអត់ឆាហ្មងអរគុណច្រើនបាទអរគុណច្រើនចេះឆ្ងល់អីមើលលោកគ្រូមុនដំបូងខ្ញុំថាមានប៉ារ៉ូលក្រងតុកណាហើយដល់ពេលស្ដាប់យូរទៅពីមួយល្បះទៅមួយល្បះដូចជាថ្មីរហូតចាប់ដាក់ថ្មីណាចាប់ដាក់ថ្មីពិតជាគួរក្បាលឲ្យទាន់សម័យឥឡូវចាប់បានណាចាប់បានល្អណាស់គ្រូបាទហើយអរគុណណាស់សម្រាប់ពុកម៉ែបងប្អូនដែលបានទេសនាជាមួយនឹងវីដេអូបាទដែលជាបង្ហាញនៅទេពកោសល្យរបស់លោកគ្រូហៅពៅបាទអំបញ្ញមិញនេះគឺថាបរោះជក់ចិត្តមែនទែនហើយពុកម៉ែបងប្អូនយល់យ៉ាងណាដែរបាទវីដេអូបាទមួយនេះគឺថាសូមផ្ញើជូនបាទទៅតាមសំណូមពរពុកម៉ែបងប្អូនបាទហើយប្រសិនបើមានការខុសឆ្គងលើសដោយប្រការណាមួយក៏សូមអធិស្ឋានដោយក្តីអនុគ្រោះបាទសូមគោរពលាអរគុណច្រើន